ដើមតូចសោះផ្លែឡើងឲ្យញុកអញពេញដើមហ្មងបងនោះគេយកផើងដីមួយមកគេបបែកពងទីហើយគេចាមដល់ថ្មិញប្រហែលជាមួយស្លាបព្រាកាហ្វេអូវាឲ្យសពលបាយចូលគ្នាហើយគេយកផ្លែប៉ោមមួយមកច្របាច់ថ្នាំដល់ថ្មិញនៅលើផ្ចិតរបស់ប៉ោមហ្នឹងលាបវាឲ្យសពហើយយកទៅដាក់នៅក្នុងលបាយដែលយើងច្បល់កោមិញហ្នឹងហើយបន្ទាប់មកលុបដីវាអញ្ចឹងទៅស្រោចទឹកវាព្រឹកល្ងាចហើយបន្ទាប់មកគេយកកណ្ដុងជ័រយកមកក្របពីលើបែបហ្នឹងកន្លែងនេះខ្ញុំមិនដឹងថាគេយកមកក្របក្នុងគោលបំណងអីទេបងប្អូនដឹងជួយខមមិនប្រាប់តាមខ្ញុំស្មានប្រហែលជាគេក្របដើម្បីការពារសត្វអីមកស៊ីរយៈពេល19ថ្ងៃកន្លងផុតទៅយើងទទួលបានស្លឹក3ស្លឹក4ប៉ុណ្ណឹងបងប្អូនតមកទៀតនោះគេស្រោចទឹកវាដើម្បីស្រួលគាស់កូនប៉មហ្នឹងដើម្បីយកទៅផ្សាំម្ដងទៀតអញ្ចឹងគេគាស់វាចេញមកហើយគេយកផើងថ្មីផ្សេងទៀតហើយគេដាក់ដីនៅពេញផើងហ្នឹងគេលងផ្នែកកណ្ដាលនេះបន្តិចហើយបន្ទាប់មកគេយកចេកទុំមួយមកប្រហែលជាចេកដំបងបងប្អូនបើមើលទៅហើយគេកាត់ចេកហ្នឹងជាចំណិតបន្ទាប់មកគេដាក់នៅក្នុងរណ្ដៅក្នុងផើងហ្នឹងបាទជាចុងក្រោយគាត់យកកូនប៉មមកដាក់ដាំនៅក្នុងផើងហ្នឹងម្ដងទៀតបន្ទាប់ពីយើងដាក់ចេកអញ្ចឹងហើយលុបដីស្រោចទឹកព្រឹកល្ងាចអញ្ចឹងទៅអនុវត្តវិធីនេះដដែលរយៈពេល62ថ្ងៃក្រោយគឺយើងបានលទ្ធផលបែបនេះ